ស្លឹកបាសល្អៗបងប្អូនណាស្លឹកបាសផ្សេងល្អបងប្អូនស្លឹកបាសវានៅជាមួយដើមជ្រូកក្រំស្លឹកបាសនៅដែរបងប្អូននេះគេយកស្ងោរជ្រូកឆ្ងាញ់បងប្អូនហ្នឹងជ្រូកឆ្លោះពោស្ងោរប៉ុន្តែស្ងោរជ្រូកឆ្ងាញ់គេស្ងោរជ្រូកជាច្រើនឆ្ងាញ់ណាវាច្រើនណាស់បងប្អូនអូយមកឡើងជើងងត់វិញហ្នឹងអស់ច្រើនមែនតើព្រោះវាល្អវាខ្ចីទៅព្រួយមានការបងប្អូនល្អហ្មងនិយាយទៅល្អហ្មងនេះណាស់ដាំបងប្អូននឹងដោះនៅវាខ្ចីដាក់ចូលទៅ2ខាំអីមក2-3ខាំមកបងប្អូនចាំពោកនឹងហើយជាចយអាហារការវាមានការទៅមានការមានផ្លែការវាការមានផ្លែវាក្របផ្លែវាអត់មេដៃបងបើទុំក្របពីក្រហមវាចាំតាមនេះមានការមានការអានេះគេហៅស្លឹកបាសហ្នឹងហើយបងប្អូនស្លឹកបាសចិត្តច្រឡំស្លឹកបាសនឹងដែរគេយកទៅធ្វើម្ហូបមិនយកមកធ្វើអីទេនេះការនេះផ្លែណាផ្លែវាយកទៅធ្វើដូចជាម្ហូបបានច្រើនណាស់បងប្អូនវាធម្មជាតិចាំស្ងាចាំស្ងោរឲ្យมันវាចេះជាតិនឹងមានច្រើនណាស់បេះបណោគេលក់នៅតាមផ្សារបងប្អូនអត់មានជា1000តាមផ្សារអត់នេះមានអាលុយវានៅតាមព្រៃអូទួយជ័យត្រូវពេលព្រលឹមឡើងហ្នឹងហើយអរគុណតែមានបន្លែណាថ្មីដែលជាធម្មជាតិខ្ញុំមកផ្សព្វផ្សាយជូនបងប្អូនអរគុណច្រើនបងប្អូន